បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទហ្នឹងហើយអញ្ចឹងថ្ងៃនេះខ្ញុំបាទពូរ៉ានឹងមានវីដេអូថ្មីមួយដើម្បីមកធ្វើចែកជូនដល់អំពីរបៀបនៃការផ្លាស់ប្ដូរភាសាអង់គ្លេសទៅជាភាសាខ្មែរក្នុង app ធនាគារ Aclida បងប្អូនណាអញ្ចឹងពុកម៉ែបងប្អូនខ្លះគាត់មិនសូវចេះជាភាសាអង់គ្លេសអញ្ចឹងទៅណាគាត់ចង់ផ្លាស់ប្ដូរអង់គ្លេសទៅជាភាសាខ្មែរដើម្បីវាងាយស្រួលមើលជាងអញ្ចឹងណាបាទហ្នឹងហើយអញ្ចឹងថ្ងៃនេះខ្ញុំនឹងប្រាប់អំពីរបៀបនៃការដូរភាសាហ្នឹងហើយបាទអញ្ចឹងដើម្បីយើងទៅផ្លាស់ប្ដូរនៅភាសាអង់គ្លេសទៅជាភាសាខ្មែរបានបងប្អូនចូលទៅកាន់នៅ app ធនាគារAclida ទៅចូលមកកាន់នៅ app ធនាគារ Aclida ហើយបងប្អូនឃើញវានឹងចេញជាទម្រង់បែបហ្នឹងមកតែម្ដងអញ្ចឹងណាបងប្អូនណាហ្នឹងហើយអញ្ចឹងវាពិបាកមើលអញ្ចឹងទៅបាទអញ្ចឹងបងប្អូនចង់ឲ្យស្រួលមើលបងប្អូនគាត់ដែលចេះភាសាខ្មែរទៅគាត់ចង់ឲ្យវាងាយស្រួលមើលបាទជាងភាសាអង់គ្លេសហ្នឹងបងប្អូនមើលត្រង់ខាងក្រោមនេះគេដាក់ menu បងប្អូនណាបាទបើសិនថាខ្មែរគេដាក់មនុយបាទហ្នឹងហើយអញ្ចឹងបងប្អូនចូលកន្លែង menu ហ្នឹងទៅហ្នឹងហើយបាទកន្លែងនេះបាទអញ្ចឹងបន្ទាប់ពីចូលមកត្រង់កន្លែងហ្នឹងហើយបាទចូលមកកន្លែងហ្នឹងហើយបងប្អូនមើលត្រង់កន្លែងនេះគេដាក់ country and language បាទប្រទេសហើយនឹងភាសាបាទហ្នឹងហើយអញ្ចឹងបងប្អូនគ្រាន់តែចូលទៅកន្លែង country and language ហ្នឹងទៅបាទបន្ទាប់មកវាមាន2ជំរើសឲ្យបងប្អូនជ្រើសរើសបាទជ្រើសរើស country ហើយនឹង language មានន័យថាប្រទេសហើយនឹងភាសាអញ្ចឹងណាបាទអញ្ចឹងយើងចង់ផ្លាស់ប្ដូរនៅភាសាកន្លែង language នេះបាទហ្នឹងហើយអញ្ចឹងបងប្អូនគ្រាន់តែចូលទៅកន្លែង language ទៅបាទវានឹងលោតចេញមកមើលដូចជាមាន4ភាសាមានខ្មែរមានអង់គ្លេសមានឡាវមានឆៃណាបាទមានឆៃនេះអញ្ចឹងទៅបាទអញ្ចឹងយើងចង់ដូរនៅភាសាខ្មែរបងប្អូនគ្រាន់តែ select បាទបងគ្រាន់តែ select នៅលើខ្មែរទៅកន្លែងរូបទង់ជាតិខ្មែររបស់យើងហ្នឹងបងប្អូនគ្រាន់តែចុចទៅលើហ្នឹងទៅបាទហើយបងប្អូនរងបងប្អូនគ្រាន់តែចុចទៅលើហ្នឹងទៅលោតមកតែម្ដងអញ្ចឹងណាបងប្អូនទាំងអស់គ្នាបាទហ្នឹងហើយអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលគាត់មិនសូវចេះបាទដែលគាត់មិនសូវចេះជាអង់គ្លេសភាសាអង់គ្លេសទេបងប្អូនពិបាកនឹងការមើលបាទអញ្ចឹងបងប្អូនអាចផ្លាស់ប្ដូរភាសាទៅដូរភាសាខ្លួនឯងបានអញ្ចឹងណាអញ្ចឹងបងប្អូនអាចបើអត់ចេះដូរទេបងប្អូនអាចមើលទៅតាមវីដេអូរបស់ខ្ញុំទៅអំពីរបៀបនៃការផ្លាស់ប្ដូរអញ្ចឹងបងប្អូនទាំងគ្នាបានហ្នឹងហើយអញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនណាបើសិនបងប្អូនបានមើលនៅវីដេអូខ្ញុំហើយសូមបងប្អូនជួយចុច Subscribe Channel របស់ខ្ញុំម្នាក់មួយទៅដើម្បីទទួលបាននៅវីដេអូថ្មីមុនគេពេលដែលខ្ញុំ upload វីដេអូចូលទៅក្នុង YouTube បងប្អូនណាសូមអរគុណសូម